សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ពីតើជីវិតសាមញ្ញជាជីវិតបែបណាខ្ញុំធីរ៉ាគឺជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនេះតែនេះគឺជាភាគដំបូងបំផុតដែលយើងនឹងជជែកអំពីវិធានបទមួយដែលមើលទៅសាមញ្ញតែវាមានន័យធំធេងសម្រាប់ជីវិតនោះគឺការរស់នៅបែបសាមញ្ញអ្នកធ្លាប់មានអារម្មណ៍ថាពិភពលោកដើរលឿនណាស់ហត់នឿយនឹងការដេញតាមសម្ភារៈឬពីជុំវិញខ្លួនអត់ធ្លាប់pocketនេះគឺជាកន្លែងសម្រាប់អ្នកមនុស្សជាច្រើនគិតថាជីវិតសាមញ្ញគឺមិនមានអ្វីសោះគឺការរស់នៅបែបខ្វះខាតប៉ុន្តែសម្រាប់ខ្ញុំជីវិតសាមញ្ញគឺដឹងថាអ្វីដែលសំខាន់បំផុតសម្រាប់យើងហើយលះបង់ចោលនៅអ្វីដែលលើសលប់និងមិនចាំបាច់ការរស់នៅសាមញ្ញមិនមែនមានន័យថាតក្រទេវាគឺជាការជ្រើសរើសយកគុណភាពជាជាងបរិមាណទាំងរបស់ប្រើប្រាស់និងទំនាក់ទំនងវាគឺជាការមានពេលវេលាដកដង្ហើមនិងរស់នៅជាខ្លួនឯងកាលពីមុនខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលចូលចិត្តទិញរបស់តាមអារម្មណ៍ចូលចិត្តរអ៊ូប៉ុន្តែដល់ចំណុចមួយរហូតដល់ខ្ញុំសាកល្បងបោះបង់ចោលរបស់ដែលមិនប្រើបិទសំឡេងទូរស័ព្ទហើយអង្គុយមើលថ្ងៃលិចធម្មតាខ្ញុំក៏យល់ថាក្តីសុខពិតប្រាកដមិនមែននៅឆ្ងាយនោះទេសម្រាប់ភាគដំបូងនេះខ្ញុំចង់សួរអ្នកទាំងអស់គ្នាវិញថាតើអ្វីជាភាពសាមញ្ញនៅក្នុងន័យរបស់អ្នកសូមបញ្ចេញមតិ comment នៅខាងក្រោមខ្ញុំនឹងរីករាយអានរាល់មតិរបស់អ្នកទាំងអស់គ្នាសូមកុំភ្លេចចុច Subscribe ដើម្បីរងចាំការចែករំលែកនៅភាគក្រោយទៀតខ្ញុំធីរ៉ាសូមអរគុណ